ថ្ងៃនេះមួយគឺជាឱកាសដ៏វិសេសវិសាលដែលសកលលោកប្រកល់មកឲ្យយើងដើម្បីសរសេរទំព័រជីវិតថ្មីសាឡើងវិញដូច្នេះកុំបណ្ដោយឲ្យកំហុសការពីម្សិលមិញមកលួចយកក្តីសង្ឃឹមថ្ងៃនេះឲ្យសោះជីវិតពុំមែនជាការរត់ប្រណាំងជាមួយអ្នកដទៃទេតែវាគឺជាការធ្វើដំណើរស្វែងរកកំណែដ៏ល្អបំផុតរបស់ខ្លួនចូលចាំថាភាពជោគជ័យគឺមិនបានកើតឡើងត្រឹមតែមួយយប់ទេវាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តិចបន្តួចរាល់ថ្ងៃនៅពេលអ្នកមានអារម្មណ៍ថានឿយហត់ឬក៏ចង់បោះបង់សូមក្រឡេកមើលទៅក្រោយហើយរំលឹកខ្លួនឯងអំពីមូលហេតុដែលអ្នកបានចាប់ផ្ដើមរាល់ការលំបាកដែលអ្នកកំពុងតែប្រព្រឹត្តទៅពេលនេះវាគឺជារលកបោកបោះដើម្បីពង្រឹងស្លាបរបស់អ្នកឲ្យកាន់តែរឹងមាំកុំខ្លាចបរាជ័យព្រោះវាគឺជាគ្រូបង្រៀនដែលល្អបំផុតដែលគ្មានសាលាណាបង្រៀនអ្នកឡើយមនុស្សដែលមិនធ្លាប់ធ្វើខុសជារួមគឺជាមនុស្សដែលមិនដែលធ្វើអ្វីសោះចូលក្រោកឈរឡើងដោយក្តីសង្ឃឹមនិងស្នាញញឹមរៀងរាល់ព្រឹកព្រះអាទិត្យនៅតែរះជារៀងរាល់ថ្ងៃបើទោះបីជាព្យុះភ្លៀងការពីយប់មិញយ៉ាងណាក៏ដោយជីវិតរបស់អ្នកគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកមិនមែនស្ថិតនៅលើបបោមាត់របស់អ្នកដទៃឡើយចូលជប់ខ្វល់ខ្វាយអំពីសម្ដីរិះគន់ដែលគ្មានន័យហើយផ្ដោតទៅលើគោលដៅដ៏ពិតប្រាកដរបស់ខ្លួនបោះជំហានទៅមុខទោះបីជាជំហានតូចក៏ដោយជំហានតូចមួយដែលយើងដើរទៅមុខគឺប្រសើរជាងជំហានដ៏ធំដែលគិតតែពីដើរថយក្រោយអនាគតរបស់អ្នកបង្កើតឡើងដោយអ្វីដែលអ្នកធ្វើនៅថ្ងៃនេះមិនមែនថ្ងៃស្អែកទេចូលវិនិយោគលើចំណេះដឹងនិងសុខភាពរបស់អ្នកព្រោះវាគឺជាទ្រព្យសម្បត្តិដែលគ្មានអ្នកណាលួចទេធ្វើជាមនុស្សដែលមានតម្លៃមិនមែនគ្រាន់តែជាមនុស្សដែលមានតែសម្បកក្រៅតម្លៃរបស់អ្នកមិនស្ថិតទៅលើអ្វីដែលអ្នកមានឡើយប៉ុន្តែស្ថិតទៅលើអ្វីដែលអ្នកបានចាប់ផ្ដើមមកឲ្យពិភពលោកនេះចូលរស់នៅដែលមានគោលបំណងច្បាស់លាស់និងស្រឡាញ់ពេញបេះដូងរាល់ថ្ងៃគឺជាកាដូដ៏មានតម្លៃចូលប្រាស់វាឲ្យមានន័យបំផុតសម្រាប់ខ្លួនឯងការគិតវិជ្ជមានគឺជាកូនសោដ៏សំខាន់នៅក្នុងការបើកទ្វារឆ្ពោះទៅរកសុភមង្គលដ៏ពិតប្រាកដអ្វីដែលអ្នកគិតនៅក្នុងចិត្តក៏នឹងคล้ายទៅជាការពិតនៅក្នុងជីវិតរបស់អ្នកចូលជ្រើសរើសមើលពិភពលោកនៅក្នុងផ្លូវល្អប៉ុន្តែមិនមែននៅក្នុងផ្លូវដែលល្ងងខ្លៅឡើយនៅពេលដែលអ្នកផ្លាស់ប្ដូរការគិតពិភពលោកនៅជុំវិញអ្នកក៏នឹងផ្លាស់ប្ដូរទៅតាមនោះដែរកុំប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតរបស់បុគ្គលដទៃនៅលើបណ្ដាញសង្គមព្រោះគ្រប់គ្នាបង្ហាញតែពីភាពស្រស់ស្អាតរបស់ពួកគេប៉ុណ្ណោះជីវិតរបស់អ្នកគឺជាសៀវភៅផ្ទាល់ខ្លួនកុំយកទី1នៃចម្ពោះរបស់អ្នកទៅប្រៀបធៀបទៅនឹងចម្ពោះទី3របស់អ្នកដទៃចូលមានចិត្តមេត្តាចំពោះខ្លួនឯងនិងរៀនអភ័យទោសឲ្យកំហុសឆ្គងកាលពីអតីតការរក្សាកំហឹងនៅក្នុងចិត្តក៏ដូចជាការផឹកថ្នាំពុលហើយសង្ឃឹមឲ្យអ្នកដទៃលំបាកវេទនាអញ្ចឹងតែតាមការពិតយើងកំពុងតែវេទនាខ្លួនឯងដកដង្ហើមវែងហើយលែងលះជាមួយនឹងអ្វីដែលធ្វើឲ្យអ្នកឈឺចាប់សន្តិភាពក្នុងចិត្តគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលដែលលុយកាក់មិនអាចទិញបានគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបានល្អព្រោះអ្នកគឺជាម្ចាស់នៃចិត្តមិនមែនជាខ្ញុំបម្រើនៃអារម្មណ៍ទេស្ថានភាពខាងក្រៅមិនអាចធ្វើឲ្យអ្នកយំសោកបោកខ្លួនឡើយប្រសិនបើចិត្តខាងក្នុងរបស់អ្នករឹងមាំគ្រប់គ្រាន់ចូលដឹងគុណចំពោះអ្វីគ្រប់យ៉ាងដែលអ្នកមាននៅពេលនេះការដឹងគុណគឺជាមេដាយដែលទាញយកភាពរីកចម្រើននិងលាភសក្ការៈចូលមកកាន់ជីវិតធ្វើជាពន្លឺបំភ្លឺផ្លូវឲ្យអ្នកដទៃបើទោះបីជាពន្លឺនោះតូចដូចជាចង្កៀងប្រេងកាតក៏ដោយការជួយអ្នកដទៃឲ្យជោគជ័យមិនមែនធ្វើឲ្យអ្នកដើរថយក្រោយទេតែវាបង្កើនតម្លៃរបស់អ្នកចូលមានជំនឿទៅលើសមត្ថភាពរបស់ខ្លួនឯងជានិច្ចបើទោះបីជាពិភពលោកទាំងមូលមិនជឿលើអ្នកក៏ដោយក៏អ្នកមិនត្រូវបោះបង់ចោលជំនឿរបស់ខ្លួនដែរគ្មានផ្លូវណាដែលដើររលងរលូនស្រិលទេហើយក៏គ្មានភាពជោគជ័យណាដែលបានមកដោយងាយស្រួលដែរឧបសគ្គវាពុំមែនជាចិញ្ចាំងដែលមករារាំងផ្លូវអ្នកទេតែវាគឺជាចន្ទើរសម្រាប់ឲ្យអ្នកឡើងទៅកាន់កម្រិតដែលខ្ពស់ជាងមុនចូលមានក្តីសុបិនឲ្យធំហើយចាប់ផ្ដើមធ្វើសកម្មភាពពីចំណុចតូចក្តីសុបិនដែលគ្មានសកម្មភាពគឺគ្រាន់តែជាការយល់សប្តិទាំងថ្ងៃប៉ុណ្ណោះវិន័យខ្លួនឯងគឺជាស្ពានចម្លងរវាងគោលដៅនិងការសម្រេចបាននូវលទ្ធផលវិន័យគឺជារឿងដែលពិបាកធ្វើនៅថ្ងៃនេះប៉ុន្តែវាផ្ដល់សេរីភាពនិងភាពរុងរឿងនៅថ្ងៃខាងមុខចូលគម្រោងចាំតើតែមានឱកាសល្អមកដល់គឺត្រូវបង្កើតឱកាសនោះដោយខ្លួនឯងមនុស្សខ្លាំងមិនមែនអង្គុយរងចាំសំណាងឡើយ
គឺគេបង្កើតសំណាងទាំងអស់នោះដោយការរៀបចំឲ្យរួចរាល់ទោះបីជាត្រូវដួលប៉ុន្មានដងក៏ដោយក៏អ្នកត្រូវតែក្រោកឈរឡើងវិញដោយភាពអង្អាចដែរភាពរឹងមាំដ៏ពិតប្រាកដពុំមែនជាការដែលយើងមិនដែលដួលទេតែជាការក្រោកឈរឡើងវិញរាល់ដងនៅពេលដែលយើងដួលហ្នឹងដូច្នេះចូលផ្ដោតទៅលើដំណើរការនៃភាពរីកចម្រើនលូតលាស់ពុំមែនត្រឹមតែជាលទ្ធផលចុងក្រោយទេរាល់ការខិតខំប្រឹងប្រែងដោយស្ងៀមស្ងាត់ក៏នឹងហុចជាផ្លែជាផ្កាយ៉ាងត្រចះត្រចង់នាថ្ងៃណាមួយរៀនរស់ជាមួយនឹងភាពមិនច្បាស់លាស់ដោយក្តីក្លាហានកុំខ្លាចក្នុងការផ្លាស់ប្ដូរព្រោះវាគឺជាសញ្ញានៃភាពរីកចម្រើននិងការវិវត្តទៅនៃជីវិតធ្វើជាមនុស្សដែលមានការបដិញ្ញាចិត្តខ្ពស់បំផុតនៅពេលដែលអ្នកចង់បោះបង់ចូលគិតអំពីផលវិបាកនៃការត្រឡប់ទៅកាន់ចំណុច0វិញចូលមានភាពអត់ធ្មត់ព្រោះរឿងល្អវាត្រូវការពេលវេលាដើមឈើដែលធំនិងរឹងមាំត្រូវការពេលវេលាដុះឫសយ៉ាងជ្រៅនៅក្នុងដីមុនពេលដែលវាផ្ដល់ម្លប់ចូលមានមោទនភាពចំពោះដំណើរការរបស់ខ្លួនសរសើរខ្លួនឯងចំពោះការរីកចម្រើនរាល់ថ្ងៃទោះបីជាវាជាការប្រែប្រួលតិចតួចក៏ដោយការរៀនសូត្រគឺជាដំណើរការមួយដែលគ្មានទីបញ្ចប់ទេដរាបណាខ្យល់ដង្ហើមរបស់អ្នកនៅតែមានការវិនិយោគដ៏ល្អបំផុតនៅក្នុងជីវិតគឺការវិនិយោគទៅលើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនចូលបើកចិត្តឲ្យទូលាយដើម្បីទទួលយកចំណេះដឹងនិងបទពិសោធន៍ថ្មីជានិច្ចមនុស្សដែលគិតថាខ្លួនឯងដឹងសពគ្រប់គ្រឿងគឺជាមនុស្សដែលបញ្ឈប់ការរីកចម្រើនរៀនពីមនុស្សគ្រប់គ្នាដែលអ្នកបានជួបព្រោះមនុស្សគ្រប់គ្នាមានចំណុចល្អដែលអ្នកមិនទាន់មានការបន្ទាបខ្លួនគឺជាលក្ខណៈសម្បត្តិដ៏ខ្ពស់របស់មនុស្សដែលមានប្រាជ្ញាដ៏ពិតប្រាកដកុំប្រឡូកនៅក្នុងរឿងឥតប្រយោជន៍ដែលធ្វើឲ្យខាតពេលវេលាដ៏មានតម្លៃរបស់អ្នកពេលវេលាគឺជាទ្រព្យសម្បត្តិដែលស្មើគ្នាបំផុតតែវាអាស្រ័យទៅលើរបៀបដែលអ្នកប្រើប្រាស់វានឹងឯងចូលរៀនបង្កើតទម្លាប់ល្អរាល់ថ្ងៃបើទោះបីជាទម្លាប់តូចក៏ដោយទម្លាប់តូចដែលអ្នកធ្វើរាល់ថ្ងៃនឹងកំណត់ជោគវាសនារបស់អ្នករហូតទៅដល់ឆ្នាំខាងមុខនោះចូលមានភាពក្លាហាននៅក្នុងការដើរចេញពីរង្វង់នៃភាពសុខស្រួលអភូតហេតុនៃជីវិតនិងការលូតលាស់ដ៏ពិតប្រាកដគឺវាកើតឡើងនៅខាងក្រៅតំបន់ដែលអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពធ្វើជាមនុស្សដែលមានការយល់ដឹងនិងមានសីលធម៌នៅក្នុងខ្លួនចំណេះដឹងដែលគ្មានសីលធម៌និងការអនុវត្តគឺជាទូកដែលគ្មានចង្កូតរៀនគ្រប់គ្រងលុយគ្រប់គ្រងហិរញ្ញវត្ថុនិងសុខភាពរបស់អ្នកឲ្យបានហ្មត់ចត់បើអ្នកមិនគ្រប់គ្រងវាទេរបស់នោះនឹងគ្រប់គ្រងអ្នកវិញអ្នកនឹងចេះតែបក់ទៅបក់មកដោយសារតែអារម្មណ៍រាងកាយរបស់អ្នកគឺជាប្រាសាទតែមួយគត់ដែលអ្នកត្រូវតែរស់នៅចូលថែរក្សាវានៅក្នុងលក្ខខណ្ឌដែលល្អបំផុតស្វែងរកគ្រូបង្វឹកឬក៏មនុស្សគំរូដែលអាចណែនាំផ្លូវអ្នកបានការដើរតាមគន្លងនៃបុគ្គលជោគជ័យក៏នឹងជួយសន្សំពេលវេលារបស់អ្នកបានច្រើនណាស់ចូលចាំថាការអភិវឌ្ឍខ្លួនឯងគឺជាកាតព្វកិច្ចចំពោះខ្លួនឯងមិនមែនដើម្បីបង្អួតអ្នកដទៃឡើយគោលបំណងនៃការរៀនសូត្រគឺដើម្បីឲ្យខ្លួនយើងនៅថ្ងៃនេះប្រសើរជាងខ្លួនយើងកាលពីម្សិលមិញចុងបញ្ចប់នៃជីវិតវាពុំមែនស្ថិតទៅលើចំនួនឆ្នាំដែលអ្នករស់នៅឡើយប៉ុន្តែវាស្ថិតនៅលើគុណតម្លៃនៃឆ្នាំទាំងអស់នោះឬក៏គុណភាពនៃការរស់នៅសុភមង្គលដ៏ពិតប្រាកដមិនមែនជាការមានរបស់គ្រប់យ៉ាងឡើយតែជាការចេះស្កប់ស្កល់ទៅនឹងអ្វីដែលអ្នកមានដូច្នេះចូលរៀនរស់នៅក្នុងខណៈពេលបច្ចុប្បន្នកុំខ្វល់ពីអតីតដែលកន្លងហួសហើយក៏កុំភ័យខ្លាចអនាគតដែលមិនតាន់មកដល់ថ្ងៃនេះគឺជាការពិតតែមួយគត់ដែលអ្នកអាចគ្រប់គ្រងនិងបង្កើតវាឲ្យស្រស់ស្អាតបំផុតផ្ដល់ក្តីស្រឡាញ់និងយកចិត្តទុកដាក់ទៅដល់មនុស្សជុំវិញខ្លួនជាពិសេសស្នាមញញឹមរបស់អ្នកអាចជាពន្លឺនៃក្តីសង្ឃឹមសម្រាប់មនុស្សម្នាក់ដែលកំពុងតែជួបការលំបាកចូលរៀនរស់នៅដោយភាពស្មោះត្រង់និងមានតម្លៃថ្លៃថ្នូរគេឈ្មោះល្អដែលបង្កើតឡើងដោយភាពស្មោះត្រង់គឺជារបាំងការពារដ៏រឹងមាំបំផុតកុំបណ្ដោយឲ្យសម្ភារៈនិយម
គ្រប់នឹង10ទៅលើប្រដឹងវិញ្ញាណរបស់អ្នកសេចក្តីសុខផ្លូវចិត្តដែលកើតឡើងពីភាពស្ងប់ស្ងាត់គឺមានតម្លៃជាងភាពរអ៊ូរទាំនៃពិភពលោកខាងក្រៅធ្វើជាមនុស្សដែលមានចិត្តទូលាយនិងចេះអត់ឱនការមិនគុំគួនមិនមែនត្រឹមតែរំដោះអ្នកដទៃទេតែវាជាការរំដោះខ្លួនឯងឲ្យមានសេរីភាពផងដែរចូលដើរតាមចំណង់ចំណូលចិត្តនិងឧត្តមគតិនៃជីវិតរបស់ខ្លួនជីវិតនេះវាខ្លីណាស់ចូលកុំចំណាយពេលទៅលើការធ្វើអ្វីដែលអ្នកមិនស្រឡាញ់និងមិនផ្ដល់តម្លៃទៅដល់ជីវិតអ្នកនោះហ៊ានប្រឈមមុខនឹងការពិតទោះបីជាវាជូរចត់បន្តិចមែនការទទួលស្គាល់ការពិតគឺជាជំហានដំបូងបង្អស់នៃការដោះស្រាយរាល់បញ្ហាទាំងអស់ធ្វើជាមនុស្សដែលបន្សល់ទុកនៅស្នាមវិជ្ជមាននៅលើផ្ទប់ផែនដីនេះនៅពេលដែលអ្នកចាក់ចេញពីពិភពលោកនេះចូលធ្វើឲ្យពិភពលោកនេះកាន់តែល្អប្រសើរជាងមុនពេលអ្នកមកដល់ចូលញញឹមហើយបន្តដំណើរទៅមុខទៀតដោយក្តីសង្ឃឹមឥតរង្គើឡើយត្បិតអីថាដរាបណាអ្នកនៅមានដង្ហើមដរាបណាអ្នកទទួលខុសត្រូវចំពោះជីវិតដរាបនោះជីវិតរបស់អ្នកវានឹងកាន់តែខ្លាំងឡើងគ្មានអ្វីអាចបញ្ឈប់អ្នកពីការទៅដល់គោលដៅរបស់អ្នកនោះឡើយជីវិតប្រៀបដូចជាមហាសាគរដ៏ធំធេងវង្វេងកោះត្រើយរកទីបំផុតគ្មានអញ្ចឹងជួនកាលរលកក៏ស្ងប់បន្តិចហើយជួនកាលក៏មានខ្យល់ព្យុះបក់ដ៏ខ្លាំងក្លាតែយ៉ាងណាអ្នកត្រូវចាំថាសមុទ្រគឺមិនដែលស្ងប់រលកឡើយហើយជីវិតសត្វលោកក៏មិនស្កត់នៅទុកដែរប៉ុន្តែប្រការដែលយើងចេះទទួលស្គាល់ចេះរស់ជាមួយវានោះជីវិតរបស់យើងកាន់តែប្រសើរព្យុះភ្លៀងនៅក្នុងជីវិតមិនមែនកើតមកដើម្បីបំផ្លាញអ្នកឡើយតែវាដកខាត់អ្នកឲ្យคล้ายទៅជាអ្នកកាន់ចង្កូតទូកសំពៅដល់ចំណានម្នាក់នៅពេលដែលបញ្ហាមកដល់ចូលបដូរ script ចូលបដូរសំណួរពីថាហេតុអ្វីបានជារឿងហ្នឹងវាកើតឡើងចំពោះខ្ញុំផ្ទុយទៅវិញបដូរតើរឿងទាំងអស់ហ្នឹងវាបង្រៀនអ្វីខ្លះដល់ខ្ញុំគ្រប់បញ្ហាទាំងអស់សិតតែបង្កប់នៅក្រពុជនៃអាកាសនិងការលូតលាស់ដ៏អស្ចារ្យកុំចំណាយធម៌ពលទៅលើការរអ៊ូរទាំពីអ្នកដែលមិនអាចកែប្រែបានអ្នកត្រូវតែផ្ដោតទៅលើអ្វីដែលអ្នកអាចធ្វើបាននៅចំពោះមុខការរអ៊ូរទាំធ្វើឲ្យធម៌ពលអ្នកចុះខ្សោយតែសកម្មភាពវិជ្ជមាននឹងបង្កើតផ្លូវចេញដ៏ល្អចូលមានចិត្តធ្ងន់ឲ្យដូចជាមហាសមុទ្រដែលអាចទទួលយកទឹកពីគ្រប់ទិសទីដោយមិនដែលប្រែប្រួលពណ៌សម្បុរឡើយមនុស្សដែលមានចិត្តអត់ធ្មត់ខ្ពស់គឺជាមនុស្សដែលគ្មានសត្រូវណាអាចយកឈ្នះឡើយភាពអំណត់គឺជាអំណាចរៀនធ្វើខ្លួនឲ្យដូចជាទឹកដែលអាចបត់បែនគ្រប់កលៈទេសៈទាំងពួងតែកម្លាំងអាចទម្លុះផ្ទាំងថ្មបានភាពទន់ភ្លន់ពុំមែនជាភាពទន់ជ្រាយទេវាគឺជាទម្រង់នៃកម្លាំងដ៏មានអានុភាពបំផុតចូលកុំខ្លាចភាពឯកាព្រោះនៅពេលដែលអ្នកនៅម្នាក់ឯងនេះហើយដែលអ្នកអាចស្ដាប់សំឡេងបេះដូងដ៏ច្បាស់បំផុតភាពស្ងៀមស្ងាត់គឺជាកន្លែងដែលប្រាថ្នានិងគំនិតច្នៃប្រឌិតដ៏អស្ចារ្យបានចាប់កំណើតពីក្នុងឯងជឿជាក់ទៅលើដំណើរការនៃពេលវេលាហើយកុំបង្ខំលទ្ធផលឲ្យលឿនហួសហេតុពេកផ្លែឈើដែលវាទុំតាមរដូវកាលធម្មជាតិតែងតែមានរសជាតិផ្អែមឆ្ងាញ់ឈ្ងុយឈ្ងប់ជាងផ្លែឈើដែលបន្ទុំដោយគីមីធ្វើជាអ្នកការពារសន្តិភាពផ្លូវចិត្តរបស់ខ្លួនឲ្យបានល្អបំផុតកុំអនុញ្ញាតឲ្យភាពអវិជ្ជមានរបស់អ្នកដទៃចូលមកបំពុលបរិយាកាសក្នុងចិត្តរបស់អ្នកឡើយចូលចាំថាគ្រប់ការលំបាកវាសិតតែមានថ្ងៃបញ្ចប់ទោះជាយប់នោះវាងងឹតសូន្យឈឹងបន្តិចមែនក៏វានឹងត្រូវចោះចាញ់ដោយពន្លឺនៃព្រះអាទិត្យនាពេលព្រឹកព្រហៀមដែរដើរទៅមុខដោយក្តីសង្ឃឹមនិងមានទំនុកចិត្តដ៏មុតមមរាល់ថ្ងៃដែលអ្នកមិនបោះបង់គឺជារាល់ថ្ងៃដែលអ្នកកំពុងតែរំកើខ្លួនបន្តិចម្ដងឆ្ពោះទៅកាន់ផែនការជីវិតរបស់អ្នកចិត្តរបស់អ្នកគឺជាសួនច្បារដ៏មានជីជាតិបំផុត
កាលណាបើអ្នកស្រោចទឹកដាក់ជីដាំបណ្ដោះអ្វីបានល្អវាក៏រីកផ្លែផ្កាបានកាន់តែល្អបើអ្នកដាំពូជបែបណាអ្នកនឹងប្រមូលផលបែបនោះមិនខានបើអ្នកផ្ដោតលើភាពខ្វះខាតអ្នកនឹងទាក់ទាញភាពខ្វះខាតបើអ្នកផ្ដោតលើភាពសម្បូរបែបអ្នកនឹងទទួលបានភាពសម្បូរបែបចូលផ្ដោតការស្រមៃទៅលើភាពជោគជ័យរបស់អ្នករាល់ថ្ងៃហាក់បីដូចជាវាកំពុងតែកើតឡើងនៅចំពោះមុខការមើលឃើញភាពជោគជ័យនៅក្នុងចិត្តគឺជាជំហានដំបូងនៅក្នុងការតាក់ទាញវាមកកាន់ពិភពលោកពាក្យនិយាយល្អៗនិងលើកទឹកចិត្តខ្លួនឯងនៅមុខកញ្ចក់រាល់ព្រឹកគឺជាចំណីផ្លូវចិត្តមួយយ៉ាងសម្ដីដែលអ្នកនិយាយទៅកាន់ខ្លួនឯងគឺវាមានឥទ្ធិពលខ្លាំងជាងសម្ដីដែលអ្នកដទៃនិយាយមកកាន់អ្នកចូលដឹងគុណសូម្បីតែរឿងតូចតាចដែលវាកើតឡើងក្នុងជីវិតដូចជាខ្យល់ដកដង្ហើមឬក៏ទឹកមួយកែវបេះដូងដែលពោពេញទៅដោយការដឹងគុណគឺជាបេះដូងដែលមិនស្គាល់ពាក្យថាតល់ច្រកឡើយធ្វើខ្លួនឲ្យមានតម្លៃជានិច្ចនោះមនុស្សនឹងឱកាសល្អនឹងរត់មករកអ្នកដោយខ្លួនឯងកុំដេញតាមមេអំបៅតែត្រូវដាំសួនផ្កាឲ្យស្អាតនោះមេអំបៅនឹងហោះមកដោយខ្លួនឯងអ្នកត្រូវជឿថាសកលលោកកំពុងតែធ្វើការដើម្បីគ្រប់គ្រងក្តីសុបិនរបស់អ្នកនៅពេលអ្នកមានបំណងប្រាថ្នាដ៏មុតមមនិងសកម្មភាពច្បាស់លាស់ផ្លូវគ្រប់ច្រកនឹងបើកចំហសម្រាប់អ្នកកាត់ផ្ដាច់ខ្លួនចេញពីបរិយាកាសដែលធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តការជ្រើសរើសដើរចេញពីមនុស្សអវិជ្ជមានមិនមែនជាការស្អប់ខ្ពើមទេតែជាការស្រឡាញ់ខ្លួនឯងរស់នៅដោយភាពរំជើបនិងក្តីសង្ឃឹមជានិច្ចធម្មពលរបស់អ្នកថ្ងៃនេះគឺជាអ្នករចនាព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅថ្ងៃស្អែកចូលមានចិត្តទូលាយនៅក្នុងការចែករំលែកនៅក្តីសុខដល់អ្នកដទៃកាលណាអ្នកផ្ដល់ធម្មពលវិជ្ជមានឲ្យទៅពិភពលោកកាន់តែច្រើនអ្នកនឹងទទួលបានមកវិញទ្វេដងរក្សាជំនឿឲ្យថិតថេរទោះក្នុងកលៈទេសៈបែបណាក៏ដោយជំនឿមិនដែលធ្វើឲ្យគ្រប់យ៉ាងវាងាយស្រួលទេតែវាធ្វើឲ្យគ្រប់រឿងអាចទៅរួចអ្នកមិនមែនជាជនរងគ្រោះនៃព្រឹត្តិការណ៍ដែលនៅជុំវិញខ្លួនទេអ្នកគឺជាអ្នកនិពន្ធនៃសៀវភៅជីវិតខ្លួនឯងឈប់បន្ទោសព្រះព្រហ្មយមកាឈប់បន្ទោសឪពុកម្ដាយឈប់បន្ទោសសង្គមហើយចាប់ផ្ដើមទទួលខុសត្រូវទៅលើជំរើសរបស់អ្នកការទទួលខុសត្រូវលើខ្លួនឯងគឺជាចំណុចចាប់ផ្ដើមនៃសេរីភាពដរាបណាអ្នកនៅតែឲ្យអ្នកដទៃកំណត់ពីតម្លៃរបស់អ្នកដរាបនោះអ្នកនៅតែជាអ្នកទោសនៃគំនិតរបស់ខ្លួនចូលមានសេចក្តីក្លាហាននៅក្នុងការនិយាយពាក្យថាទេចំពោះអ្វីដែលមិនបម្រើទៅដល់គោលដៅរបស់អ្នកការបដិសេធរឿងដែលមិនសំខាន់គឺជាការផ្ដល់ឱកាសឲ្យរឿងដ៏អស្ចារ្យចូលមកកាន់ជីវិតបង្កើតផ្លូវដើរផ្ទាល់ខ្លួនទោះបីជាត្រូវដើរតែឯងក៏ដោយកុំដើរតាមគន្លងដែលមានស្រាប់បើគន្លងនោះមិននាំអ្នកទៅកាន់កន្លែងដែលអ្នកចង់ទៅធ្វើជាមនុស្សគ្រប់គ្រងពេលវេលាមិនមែនឲ្យពេលវេលាមកគ្រប់គ្រងអ្នកទេមនុស្សដែលគ្រប់គ្រងពេលវេលាខ្លួនឯងបានមានន័យថាគេកំពុងតែគ្រប់គ្រងជោគវាសនារបស់ខ្លួនរៀនរស់ដោយឯករាជ្យទាំងផ្លូវកាយនិងផ្លូវចិត្តភាពជឿជាក់លើខ្លួនឯងគឺជាគ្រឿងអលង្ការដ៏មានតម្លៃបំផុតកុំរស់នៅដើម្បីបំពេញចិត្តអ្នកដទៃរហូតភ្លេចសួរសុខទុក្ខបេះដូងខ្លួនឯងសុភមង្គលរបស់អ្នកពុំមែនជាកាតព្វកិច្ចរបស់អ្នកដទៃដែលត្រូវមកផ្ដល់ឲ្យអ្នកឡើយហ៊ានប្រឈមមុខទៅនឹងភាពភ័យខ្លាចនៅក្នុងចិត្តនៅក្នុងចំណុចដែលអ្នកខ្លាចបំផុតនោះហើយគឺជាកន្លែងដែលសេរីភាពនិងការលូតលាស់ដ៏ធំកំពុងតែរងចាំធ្វើជាមនុស្សដែលមានជំហររឹងមាំដូចភ្នំសម្ដីខ្សឹបខ្សៀវឬក៏ការវិនិច្ឆ័យខុសរបស់អ្នកដទៃមិនអាចរំកិលតម្លៃដែលពិតប្រាកដរបស់អ្នកឡើយរីករាយនឹងសេរីភាពនៅក្នុងការជ្រើសរើសផ្លូវជីវិតរបស់អ្នកគឺជាផ្ទាំងទស្សនីយភាពមួយចូលធ្វើជាតួឯកដ៏ឆ្នើមនៅក្នុងសេណារីយ៉ូនៃរឿងរ៉ាវកុនល្ខោនជីវិតផ្ទាល់ខ្លួនភាពជោគជ័យពុំមែនចៃដន្យទេវាគឺជាលទ្ធផលនៃទម្លាប់តូចៗដែលយើងធ្វើដដែលដោយមានវិន័យ
សកម្មភាពដែលគ្មានវិន័យក៏ដូចជាការបើកឡានដែលគ្មានចង្កូតវានឹងនាំអ្នកទៅកាន់គ្រោះមហន្តរាយចូលស្រឡាញ់ភាពហត់នឿយនៃថ្ងៃនេះដើម្បីទទួលបានភាពរីករាយនាថ្ងៃខាងមុខការឈឺចាប់នៃវិន័យគឺមានទម្ងន់ត្រឹមតែប៉ុន្មានក្រាមតែការឈឺចាប់នៃភាពសោកស្ដាយគឺមានទម្ងន់10តោនធ្វើការរបស់អ្នកដោយម៉ត់ចត់និងយកចិត្តទុកដាក់បំផុតទោះគ្មានអ្នកណាមើលឃើញក៏ដោយគុណភាពនៃការងារដែលអ្នកធ្វើនៅក្នុងភាពស្ងប់ស្ងាត់និងស្រែកប្រកាសពីភាពជោគជ័យនៅកណ្ដាលវាលកុំប្រញាប់បោះបង់មុនពេលដែលទិដ្ឋផលមិនតាន់បង្ហាញឬគល់នៃភាពជោគជ័យវាតែងតែដោះនៅក្នុងភាពងងឹតមុនពេលដែលវារីកលូតលាស់ចេញជាផ្លែជាផ្ការៀនលះបង់ភាពសប្បាយរីករាយបណ្ដោះអាសន្នដើម្បីគោលដៅវែងឆ្ងាយមនុស្សដែលមិនអាចគ្រប់គ្រងចំណង់បណ្ដោះអាសន្នបាននឹងត្រូវបាត់បង់ឱកាសដ៏ធំធេងនៅក្នុងជីវិតបន្តអភិវឌ្ឍជំនាញរបស់អ្នករាល់ថ្ងៃកុំឲ្យគំនិតខ្ជិលច្រអូសមកគ្រប់ដណ្ដប់ភាពខ្ជិលច្រអូសគឺជាចោរលួចពេលវេលានិងលួចយកក្តីសុបិនដ៏មានតម្លៃបំផុតពីអ្នកធ្វើជាមនុស្សដែលមានការតាំងចិត្តខ្ពស់ឲ្យដូចជាដែកថែបនៅពេលដែលចិត្តរបស់អ្នកសម្រេចចិត្តថានឹងធ្វើហើយគ្មានឧបសគ្គណាមករារាំងអ្នកទៀតឡើយមានតែភាពអត់ធ្មត់ចំពោះការរិះគន់ដែលគ្មានការស្ថាបនាចូលទុកឲ្យលទ្ធផលនិងជោគជ័យរបស់អ្នកជាអ្នកឆ្លើយតបរាល់ការរិះគន់រាល់ការបូលីចូលដឹងថាការលូតលាស់គ្រប់យ៉ាងគឺវាត្រូវការពេលវេលានិងការលះបង់ដ៏ពិតប្រាកដគ្មានអាណាចក្រណាដែលត្រូវបានសាងសង់ឡើងត្រឹមតែមួយសប្តាហ៍ទេចូលមានចិត្តអត់ធ្មត់សាងសង់ជីវិតរបស់អ្នកបន្តិចម្ដងភាពអំណត់គឺជាអំណាចជឿជាក់លើកម្លាំងពីក្នុងខ្លួនអ្នកមានកម្លាំងនិងមានសមត្ថភាពច្រើនជាងអ្វីដែលអ្នកកំពុងតែធ្វើពេលនេះរាល់ថ្ងៃដែលកន្លងផុតទៅគឺជាទំព័រប្រវត្តិសាស្ត្រនៃជីវិតអ្នកដែលមិនអាចត្រឡប់ក្រោយដើម្បីកែប្រែឡើយចូលរស់នៅឲ្យមានតម្លៃរាល់ថ្ងៃកុំឲ្យការស្ដាយក្រោយនៅពេលអ្នកក្រឡេកមើលទៅក្រោយវិញរៀនធ្វើជាមនុស្សដែលមានចិត្តសប្បុរសចិត្តចែករំលែកនិងចេះយល់ពីអ្នកដទៃមនុស្សនឹងភ្លេចអ្វីដែលអ្នកបាននិយាយតែពួកគេមិនដែលភ្លេចនៅអារម្មណ៍ដែលអ្នកបានផ្ដល់ឲ្យពួកគេឡើយបង្កើតអនុស្សាវរីយ៍ល្អៗជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ឲ្យបានច្រើនបំផុតរស់នៅកុំឲ្យមានវិបដិសារីទ្រព្យសម្បត្តិដ៏ពិតប្រាកដមិនមែនគេនិយាយនៅក្នុងតែ BA ទេតែវាស្ថិតនៅក្នុងបេះដូងរបស់មនុស្សដែលអ្នកស្រឡាញ់រស់នៅដោយភាពស្មោះត្រង់ចំពោះឧត្តមគតិនិងមនសិការខ្លួនឯងការរស់នៅដោយសេចក្តីថ្លៃថ្នូរនិងកិត្តិយសគឺជាខែលការពារដួងចិត្តគំនិតព្រលឹងវិញ្ញាណដ៏ល្អបំផុតរូបរាងកាយរបស់ខ្លួនកុំប្រជែងយកឈ្នះអ្នកដទៃនៅលើផ្លូវខុសអ្នកត្រូវតែយកឈ្នះចិត្តអាក្រក់ចិត្តអវិជ្ជមានរបស់ខ្លួនជ័យជំនះដ៏ធំបំផុតនៅក្នុងជីវិតគឺការយកឈ្នះទៅលើភាពទន់ខ្សោយនិងភាពអវិជ្ជមានរបស់ខ្លួននឹងធ្វើជាមនុស្សដែលនាំមកនូវក្តីសង្ឃឹមនិងស្នាមញញឹមគ្រប់ទីកន្លែងដែលអ្នកបានទៅពាក្យសម្ដីផ្អែមល្ហែមនិងការលើកទឹកចិត្តរបស់អ្នកអាចជួយសង្គ្រោះជីវិតមនុស្សម្នាក់ពីភាពអស់សង្ឃឹមបានចូលដឹងថាអ្នកមកកាន់ពិភពលោកនេះមានបេសកកម្មដ៏ពិសេសមួយកុំគ្រាន់តែរស់នៅដើម្បីដកដង្ហើមអ្នកត្រូវតែរស់នៅដើម្បីបង្កើតផលប៉ះពាល់ជាវិជ្ជមានទៅដល់ចម្ពោះទ្វីបនេះរក្សាចិត្តគំនិតឲ្យស្រស់បំព្រងដូចជាផ្ការីកនាព្រឹកព្រហៀមភាពស្រស់ស្អាតនៃជីវិតគឺវាកើតចេញពីប្រការដែលអ្នកចេះស្រឡាញ់និងការចេះអភ័យទោសដោយគ្មានលក្ខខណ្ឌបើកភ្នែកឡើងរាល់ព្រឹកដោយក្តីរំភើប
និងការដឹងគុណយ៉ាងជ្រាលជ្រៅដែលយើងមានពេលដង្ហើមដើម្បីដកមានអុកស៊ីសែនដើម្បីដកមានម្ហូបលើតុមានកាហ្វេផឹកថ្ងៃនេះគឺជាឱកាសដ៏អស្ចារ្យមួយទៀតដើម្បីបង្កើតភាពអស្ចារ្យនៅក្នុងជីវិតហើយចុងក្រោយបន្តដំណើរទៅមុខដោយស្នាមញញឹមប្រកបដោយអំណាចដរាបណាអ្នកនៅតែរក្សាក្តីសង្ឃឹមនិងពន្លឺនៅក្នុងចិត្តគ្មានភាពងងឹតណាមួយអាចបិទបាំងផ្លូវដើររបស់អ្នកឡើយចូលទទួលខុសត្រូវឲ្យបានខ្ពស់ចំពោះខ្លួនឯងឲ្យបានប្រសើរជាងបុគ្គលដទៃដែលគេរំពឹងទុកពីយើង